ចាបងប្អូនថ្ងៃនេះយើងធ្វើក្តាមអប់មីសួរទាំងអស់គ្នាបងប្អូននេះក្តាមមានចំនួនកន្លះគីឡូបងប្អូននេះខ្ញុំបកស្អាតហើយខ្ញុំយកសកៃវាខាងក្នុងឲ្យចេញអស់ហើយចឹងណាបងប្អូនចាហើយនេះខ្ញុំមុននឹងយើងយកទៅធ្វើក្តាមអប់មីសួរយើងយកវាទៅចំហុយប្រហែលជា10នាទីសិនណាចាំយើងដាក់គ្រឿងផ្សំដូចជាមីសួរអីគ្រឿងផ្សំអីផ្សេងទៀតចឹងណាបងប្អូនចាឥឡូវយើងទៅចំហុយក្តាមសិនទៅហើយគ្រឿងផ្សំចាំខ្ញុំមើលណែនាំបងប្អូនតាមក្រោយទៀតចឹងណាបងប្អូនចាឥឡូវបន្តមកទៀតហ្នឹងគឺខ្ញុំដាក់ក្តាមយើងចំហុយប្រហែលជា10នាទីសិនណាបងប្អូនចំហុយចោល10នាទីសិនទៅចាំយើងដាក់គ្រឿងផ្សំផ្សេងទៀតចូលចឹងណាចាឥឡូវយើងមកមើលគ្រឿងផ្សំអប់ក្តាមមីសួរយើងអស់គ្នានេះបងប្អូនគ្រឿងផ្សំអប់មីសួររបស់យើងចាអ្នកមានផ្សិតខ្មៅខ្ទឹមក្រហមការ៉ុតជាកណ្ដុរចាអ្នកជីវ៉ាន់ស៊ុយហើយនិងស្លឹកខ្ទឹមចានេះមីសួររបស់យើងយកទៅត្រាំបងប្អូនចាឥឡូវបន្ទាប់ពីហ្នឹងមកគឺយើងដាក់គ្រឿងផ្សំឲ្យខ្ញុំប្រាប់បងប្អូនមុនហ្នឹងបញ្ចូលគ្នាទាំងអស់ទៅហើយចាំយើងផ្សំគ្រឿងតាមហ្នឹងអញ្ចឹងណាបងប្អូនដូចជាអំបិលប៊ីចេងស៊ុបខ្នុរប្រេងខ្យងចាទឹកស៊ីអ៊ីវចាបងប្អូនលេងលោកមកល្មមទៅរួចហើយចាំភ្លក់រសជាតិបន្តិចចឹងណាបងប្អូនចាហើយបន្ទាប់ពីហ្នឹងមកទៀតមកបងប្អូនថែមសាតេចាសាតេបងប្អូនកុំភ្លេចសាតេអប់ក្តាមមីសួរដាក់សាតេដាក់ប្រេងខ្យងហើយនឹងប្រេងល្ងរបស់យើងណាបងប្អូនប្រេងល្ងដាក់ពី3ស្លាបព្រាទៅក៏ឲ្យដើម្បីយើងយកទៅចំហុយជាមួយនឹងក្តាមរបស់យើងឲ្យវាឈ្ងុយចឹងណាបងប្អូនចាឥឡូវហ្នឹងបងប្អូនច្បល់ចូលគ្នាឲ្យរៀងសັບគ្រឿងបន្តិចទៅហើយបងប្អូនលិតមើលបន្តិចទៅព្រោះយើងកុំឲ្យប្រៃពេកសាបល្មមប្រៃល្មមហើយនឹងផ្អែមល្មមអញ្ចឹងណាបងប្អូនឥឡូវយើងមកងាកមើលក្តាមរបស់យើងចាក្តាមរបស់យើងចំហុយ10នាទីរៀងឆ្អិនណាអញ្ចឹងខ្ញុំក៏ដាក់មីសួរដែលយើងច្បល់ចូលគ្នាជាមួយគ្រឿងផ្សំរបស់យើងមិញហ្នឹងគឺចូលគ្នាទៅចារួចហើយបន្ទាប់ពីនោះទៀតមកបងប្អូនចំហុយពី10ទៅ15នាទីឬក៏20នាទីតាមបងប្អូនរៀងចង់បានមីសួរទុនចាឥឡូវហ្នឹងមីសួររបស់យើងបានឆ្អិនយើងក៏រោយស្លឹកខ្ទឹមហើយនឹងជីបងស៊ុយចូលអញ្ចឹងណាចាបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីហើយខ្ញុំនឹងរកមុខម្ហូបប្លែកៗសាមញ្ញជួបបងប្អូនអញ្ចឹងណា